មុននឹងយើងស្វែងយល់ប្រធានបទជាមួយគ្នាដែលមានចំណងជើងថាតើអរិយជាអ្នកណាសូមបងប្អូនទាំងអស់គ្នាចូលទៅកាន់យ៉ូហានជំពូក8ខ44អ្នករាល់គ្នាមានអរិយសតាំងជាឪពុកហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលគប់ចិត្តដល់ឪពុករបស់អ្នកវាជាអ្នកសម្លាប់គេតាំងពីដើមមកវាមិនបាននៅជាប់ក្នុងសេចក្តីពិតព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេកាលណាវាពោលពាក្យភូតភើនោះដោះចេញអំពីចិត្តវាមកត្បិតវាជាអ្នកកំពូតហើយជាឪពុកនៃសេចក្តីនោះឯងនៅពេលនិយាយអំពីអរិយមនុស្សម្នាក់ៗអាចមានការយល់ឃើញខុសៗគ្នាអ្នកខ្លះយល់ថាអរិយគ្រាន់តែជានិមិត្តរូបនៃអំពើអាក្រក់អ្នកខ្លះទៀតយល់ថាវាជាអំណាចដ៏អាថ៌កំបាំងដែលមនុស្សមិនអាចយល់បានប៉ុន្តែព្រះគម្ពីរមិនបាននិយាយអំពីអរិយតែគំនិតអរូបីប៉ុណ្ណោះទេព្រះគម្ពីរបានបង្ហាញថាមានសត្រូវខាងវិញ្ញាណដែលប្រឆាំងនឹងព្រះនិងព្យាយាមបោកបញ្ឆោតមនុស្សឲ្យចាកចេញពីសេចក្តីពិតការយល់ដឹងត្រឹមត្រូវអំពីអរិយមិនមែនដើម្បីឲ្យយើងភ័យខ្លាចឬផ្ដោតលើអរិយជាងព្រះឡើយផ្ទុយទៅវិញវាជួយឲ្យយើងស្គាល់សេចក្តីពិតស្គាល់ការបោកបញ្ឆោតរបស់សត្រូវនិងពឹងផ្អែកលើព្រះអម្ចាស់ដោយប្រាជ្ញានិងសេចក្តីជំនឿដូច្នេះសំណួរសំខាន់មិនត្រឹមតែថាតើអរិយមានមែនឬទេប៉ុណ្ណោះទេប៉ុន្តែជាសំណួរថាតើអរិយជាអ្នកណាមានលក្ខណៈសំខាន់ដូចម្ដេចវាធ្វើការអ្វីហើយតើអំណាចរបស់វាមានព្រំដែនយ៉ាងណាដើម្បីឆ្លើយតបនឹងចំណោទបញ្ហាដ៏សំខាន់នេះយើងក៏បីសិក្សានិងពិភាក្សាយ៉ាងល្អិតល្អន់ទៅលើគម្ពីរយោងដែលពាក់ព័ន្ធជាច្រើនដូចខាងក្រោមចំណុចទី1ប្រភពដើមនិងការធ្លាក់ចុះនៃអរិយជាដំបូងដើម្បីយល់ច្បាស់អំពីអត្តសញ្ញាណនៃអរិយយើងត្រូវពិនិត្យមើលទៅលើប្រភពដើមរបស់វានៅក្នុងព្រះគម្ពីរយើងមើលក្នុងអេសាយចំពុក14ខ12ដល់ខ14អោតារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយណូឯងបានធ្លាក់ចុះមកពីលើមេឃហើយឯងដែលបានផ្ដេកអស់ទាំងនគរឲ្យរៀបឯងបានត្រូវកាប់រំលំដល់ដីដែរណឯងបានគិតក្នុងចិត្តថាអញនឹងឡើងទៅឯស្ថានសួគ៌អញនឹងដំកើងបល្ល័ង្កអញឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំនៅទីបំផុតនៃទិសខាងជើងអញនឹងឡើងទៅផុតទីខ្ពស់នៃពពកអញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុតយោងតាមខ្លឹមសារនៃខគម្ពីរខាងលើនេះអរិយដែលដើមឡើយមានឈ្មោះថាផ្កាយព្រឹកឬ Lucifer គឺជាទេវតារបស់ព្រះអម្ចាស់ដែលមានភាពស្រស់ស្អាតនិងមានតំណែងខ្ពង់ខ្ពស់ដោយសារតែវាមានអំនួតនៅក្នុងចិត្តវាបានពងប្រាថ្នាចង់លើកបល្ល័ង្ករបស់ខ្លួនឲ្យខ្ពស់ជាងផ្កាយទាំងឡាយនៃព្រះនិងចង់ស្មើជាមួយនឹងព្រះដ៏ខ្ពស់បំផុតចិត្តឆន្ទៈនៃការបះបោរនេះហើយដែលនាំឲ្យវាធ្លាក់ចុះពីអំណាចដោយសារតែអំនួតរបស់វាបន្ថែមលើការធ្លាក់ចុះដោយអំនួតព្រះបន្ទូលមួយទៀតក៏បានចែងអំពីភាពល្អឥតខ្ចោះដើមរបស់វាមុនពេលមានអំពើបាបផងដែរយើងមើលក្នុងអេសាយចំពុក28ខ14ដល់ខ15ឯងជាជេរ៉ូប៊ីនដែលចាក់ប្រេងតាំងឡើងជាអ្នកក្រឹបបាំងគឺអញបានតាំងឯងឡើងឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះឯងក៏បានដើរទៅមកកណ្ដាលថ្មភ្លឺចាំងចាប់តាំងពីថ្ងៃដែលឯងកើតមកនោះឯងបានគ្រប់លក្ខក្នុងគ្រប់ទាំងផ្លូវរបស់ឯងដល់រាប់ដល់ពេលវេលាដែលឃើញមានសេចក្តីទុច្ចរិតនៅក្នុងឯងជេរ៉ូប៊ីនគឺជាសត្វខាងវិញ្ញាណដ៏ខ្ពង់ខ្ពស់ដែលមាននៅក្នុងបរិវាររបស់ព្រះវាត្រូវបានតាំងនៅកន្លែងដ៏បរិសុទ្ធនិងមានភាពគ្រប់លក្ខតាំងពីដើមប៉ុន្តែក្រោយមកមានសេចក្តីទុច្ចរិតនៅក្នុងខ្លួនដូច្នេះខនេះបង្ហាញពីស្ថានភាពខ្ពស់នៅដើមនិងការធ្លាក់ចូលទៅក្នុងសេចក្តីទុច្ចរិតនៅពេលក្រោយបើយើងពិចារណាបន្តទៀតពីសេចក្តីទុច្ចរិតដែលបានកើតនៅក្នុងជេរ៉ូប៊ីនបានបង្ហាញតាមរយៈការបោកបញ្ឆោតនិងការបង្វែរមនុស្សឲ្យចេញពីព្រះបន្ទូលជាមើលនៅក្នុងលោកុបាទចំពុក3ខ1ដល់ខ5ឯពស់ជាសត្វជះអបាយកលលើសជាងអស់ទាំងសត្វព្រៃដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតវានិយាយទៅកាន់ស្ត្រីថាតើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬស្ត្រីឆ្លើយតបថាយើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបានតែត្រង់ដើមមួយដែលនៅកណ្ដាលសួនច្បារនោះព្រះទ្រង់មានបន្ទូលថាកុំឲ្យបរិភោគផ្លែនោះឡើយថែមទាំងកុំឲ្យពណ៌ប៉ះផងក្រែងលោស្លាប់រួចពស់ក៏និយាយទៅស្ត្រីថាអ្នកមិនស្លាប់ជាពិតមែនទេ
ត្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែលអ្នកបរិភោគនោះភ្នែកអ្នកនឹងបានភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងការខុសត្រូវផងការធ្លាក់ចូលក្នុងអំពើបាបចាប់ផ្ដើមតាមរយៈការបោកបញ្ឆោតនិងការបង្វែរព្រះបន្ទូលរបស់ព្រះពស់ដែលចេះអបាយកលបានធ្វើឲ្យស្ត្រីសង្ស័យលើព្រះបន្ទូលហើយនិយាយថាអ្នកមិនស្លាប់ជាពិតមែនទេរួចទៀតបានលបួងឲ្យមនុស្សចង់បានដូចជាព្រះដូច្នេះខនេះបង្ហាញថាអរិយធ្វើការតាមរយៈការកុហកការបំភាន់និងការលបួងដើម្បីឲ្យមនុស្សមិនស្ដាប់បង្គាប់ព្រះសរុបសេចក្តីមកតាមរយៈការពិចារណាលើចំណុចទាំងឡាយខាងលើនេះយើងអាចឃើញយ៉ាងច្បាស់ថាអរិយមិនមែនត្រូវបានបង្កើតមកឲ្យអាក្រក់តាំងពីដំបូងឡើយប៉ុន្តែវាគឺជាសភាវៈដែលព្រះអម្ចាស់បានបង្កើតមកយ៉ាងល្អប្រសើរហើយក្រោយមកបានធ្លាក់ចុះដោយសារតែអំនួតការបះបោរនិងការពងប្រាថ្នាចង់ស្មើនឹងព្រះដែលនាំឲ្យវាក្លាយជាប្រភពនៃសេចក្តីអាក្រក់ដំបូងបង្អស់ចំណុចទី2ធម្មជាតិនិងសកម្មភាពរបស់អរិយនៅលើពិភពលោកស្របគ្នានឹងការយល់ដឹងអំពីប្រភពដើមរបស់វាយើងក៏ត្រូវសិក្សាអំពីធម្មជាតិពិតនៃការភូតភររបស់វាក្នុងពិភពលោកនេះផងដែរយើងមើលនៅក្នុងយ៉ូហានជំពូក8ខ44អ្នករាល់គ្នាមានអរិយសត្តាំងជាឪពុកហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលគប់ចិត្តដល់ឪពុករបស់អ្នកវាជាអ្នកសម្លាប់គេតាំងពីដើមមកវាមិនបាននៅជាប់ក្នុងសេចក្តីពិតព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេកាលណាវាពោលពាក្យភូតភរនោះដុះចេញអំពីចិត្តមកត្បិតវាជាអ្នកកំពូតហើយជាឪពុកនៃសេចក្តីនោះឯងព្រះយេស៊ូវគ្រីស្ទបានចែងយ៉ាងច្បាស់អំពីធម្មជាតិរបស់អរិយថាវាជាអ្នកសម្លាប់គេតាំងពីដើមមកហើយគ្មានសេចក្តីពិតនៅក្នុងវាឡើយនៅពេលដែលវាពោលគឺពោលតែពាក្យបោកបញ្ឆោតប៉ុណ្ណោះត្បិតវាជាអ្នកភូតភរនិងជាឪពុកនៃសេចក្តីភូតភរទាំងឡាយវាព្យាយាមបំបែកបំបាក់មនុស្សពីព្រះអម្ចាស់តាមរយៈការភូតភរនិងការលបួងមិនត្រឹមតែជាអ្នកភូតភរប៉ុណ្ណោះទេវាក៏មានយុទ្ធសាស្ត្រក្នុងការបន្លំខ្លួនដើម្បីគ្របដណ្ដប់ចិត្តមនុស្សផងដែរយើងមើលនៅក្នុងកូរិនថូសខ្សែទី2ជំពូក11ខ14ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយព្រោះអរិយសត្តាំងក៏ខ្លាញ់ខ្លួនធ្វើជាទេវតានៃពន្លឺដែរអរិយតែងតែបំផ្លាញខ្លួនធ្វើជាទេវតានៃពន្លឺដើម្បីកុហកនិងនាំឲ្យមនុស្សវង្វេងចេញពីផ្លូវត្រឹមត្រូវវាប្រើប្រាស់រូបភាពខាងក្រៅដែលមើលទៅដូចជាការល្អការមានប្រយោជន៍ដើម្បីបិទបាំងបំណងអាក្រក់ខាងក្នុងរបស់វាក្នុងការរារាំងមនុស្សមិនឲ្យស្គាល់សេចក្តីពិតនៃព្រះអង្គម្ចាស់លើសពីនេះទៅទៀតអរិយមិនត្រឹមតែបំផ្លាញខ្លួនឲ្យមើលទៅដូចជាទេវតានៃពន្លឺដើម្បីបោកបញ្ឆោតប៉ុណ្ណោះទេប៉ុន្តែវាក៏តែងតែស្វែងរកឱកាសដើម្បីនឹងនាំមនុស្សឲ្យធ្លាក់ចូលទៅក្នុងសេចក្តីខុសផងដែរយើងមើលនៅក្នុងពេត្រុសខ្សែទី1ជំពូក5ខ8ចូលឲ្យដឹងខ្លួនហើយចាំយាមចុះព្រោះអរិយដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងតែដើរក្រវ៉ាលទាំងក្រហមដូចជាសឹងដើម្បីនឹងរឹកអ្នកណាដែលវានឹងត្របាក់លេបបានព្រះគម្ពីររំលឹកឲ្យអ្នកជឿដឹងខ្លួនហើយចាំយាមព្រោះអរិយជាខ្មាំងសត្រូវដែលតែងតែរឹកឱកាសដើម្បីបោកបញ្ឆោតនិងនាំមនុស្សឲ្យធ្លាក់ចុះក្នុងអំពើបាបឬសេចក្តីទុច្ចរិតការប្រៀបធៀបអរិយថាក្រហមដូចជាសឹងបង្ហាញពីភាពសកម្មនិងគ្រោះថ្នាក់របស់វាដែលមិនឈប់ស្វែងរកអ្នកដែលខ្សោយក្នុងជំនឿឡើយដូច្នេះអ្នកជឿត្រូវប្រុងប្រយ័ត្នចំពោះការលបួងនិងការបោកបញ្ឆោតដោយការប្រកាន់ខ្ជាប់ព្រះបន្ទូលអធិដ្ឋាននិងឈរមាំក្នុងព្រះអង្គម្ចាស់ខនេះមិនមែនបង្រៀនឲ្យយើងភ័យខ្លាចអរិយទេប៉ុន្តែបង្រៀនឲ្យយើងភ្ញាក់ខ្លួននិងរស់នៅដោយជំនឿនិងប្រុងប្រយ័ត្នខាងឯវិញ្ញាណជារួមមកចំណុចទាំងនេះបង្ហាញយ៉ាងច្បាស់ថាធម្មជាតិចម្បងរបស់អរិយគឺការភូតភរការលបួងនិងការបំផ្លិចបំផ្លាញវាប្រើប្រាស់ល្បិចកលគ្រប់បែបយ៉ាងរាប់ទាំងការបន្លំធ្វើជាពន្លឺដើម្បីបំភាន់ភ្នែកមនុស្សជាតិនិងបង្វែរពួកគេចេញពីការធ្វើការល្អនិងការដើរតាមផ្លូវនៃព្រះអង្គម្ចាស់ចំណុចទី3ជ័យជំនះលើអរិយនិងវាសនាចុងក្រោយរបស់វាទន្ទឹមនឹងការយល់ដឹងអំពីអំណាចល្បួងរបស់អរិយយើងក៏ត្រូវពិចារណាអំពីជ័យជំនះដែលព្រះយេស៊ូវគ្រីស្ទបានសម្រេចនៅលើឈិចឆ្កាងផងដែរយើងមើលនៅក្នុងយ៉ូហានខ្សែទី1ជំពូក3ខ8តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញនោះគឺមកពីអរិយទេពីព្រោះអរិយបានធ្វើបាបចាប់តាំងពីដើមរៀងមកដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក
គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញព្រះរាជបុត្រានៃព្រះអម្ចាស់គឺព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងលោកីយ៍នេះដើម្បីបំផ្លាញការទាំងឡាយរបស់អារក្សតាមរយៈការសគត់និងការរស់ឡើងវិញរបស់ទ្រង់អំណាចនៃសេចក្តីស្លាប់និងការត្រួតត្រារបស់អារក្សលើមនុស្សជាតិត្រូវបានផ្ដួលរំលំនិងកំទេចចោលទាំងស្រុងលើសពីនេះទៅទៀតព្រះគម្ពីរបានបញ្ជាក់អំពីលទ្ធផលចុងក្រោយនៃអំណាចងងឹតនេះយើងមើលនៅក្នុងវិវរណៈចំពុក20ខ10រួចអារក្សដែលនាំគេឲ្យវង្វេងបានត្រូវបោះទៅក្នុងបឹងដែលឆេះជាភ្លើងនិងស្ពាន់ធរជាកន្លែងដែលសត្វនោះនឹងហោរាคล้ายៗនៅហើយនោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃនៅអកលជានិច្ចរៀងដរាបតទៅនៅចុងបញ្ចប់នៃយុគសម័យអារក្សដែលបានបញ្ឆោតមនុស្សជាតិនឹងត្រូវទម្លាក់ទៅក្នុងបឹងភ្លើងដែលឆេះជារៀងរហូតជាកន្លែងដែលវានឹងត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃអកលជានិច្ចនេះជាការជំនុំជម្រះដ៏យុត្តិធម៌និងជាវាសនាចុងក្រោយដែលមិនអាចជៀសផុតបានឡើយសរុបសេចក្តីមកតាមរយៈការពិនិត្យមើលគ្រប់ទាំងផ្នែកទាំងអស់ចាប់តាំងពីប្រភពដើមធម្មជាតិនៃសកម្មភាពរហូតដល់វាសនាចុងក្រោយយើងអាចវិតម្លៃបានថាអារក្សគឺជាសភាវៈដែលធ្លាក់ចុះពីភាពខ្ពង់ខ្ពស់ដោយសារអំនួតហើយបានក្លាយជាមេនៃសេចក្តីភុតភរនៅផែនដីទោះជាវាព្យាយាមលបងមនុស្សយ៉ាងណាក៏ដោយក៏អំណាចរបស់វានៅតែមានដែនកំណត់ហើយត្រូវបានជំនុំជម្រះរួចជាស្រេចដោយព្រះយេស៊ូវគ្រីស្ទនិងត្រូវទទួលរងទណ្ឌកម្មអកលជានិច្ចនៅចុងបញ្ចប់ផ្អែកលើការបកស្រាយទាំងអស់ខាងលើយើងអាចសន្និដ្ឋានបានថាអារក្សមិនមែនជាអំណាចស្មើគ្នានឹងព្រះអម្ចាស់នោះទេប៉ុន្តែវាគ្រាន់តែជាសភាវៈដែលត្រូវបង្កើតមកហើយបានបាត់បង់សេចក្តីល្អដោយសារការបះបោររបស់ខ្លួនអត្តសញ្ញាណពិតរបស់វាគឺជាវិញ្ញាណនៃសេចក្តីភុតភរនិងជាសត្រូវនៃសេចក្តីពិតការយល់ដឹងអំពីប្រធានបទនេះជួយឲ្យយើងមើលឃើញពីសារៈសំខាន់នៃការរស់នៅក្នុងភាពស្មោះត្រង់និងការប្រុងប្រយ័ត្នខ្លួនជានិច្ចវាតម្រូវឲ្យមនុស្សគ្រប់រូបពិចារណាលើជម្រើសនៃជីវិតដោយមិនត្រូវបណ្ដោយឲ្យអំនួតភុតភរឬការលបួងអាក្រក់មកគ្របដណ្ដប់លើការគិតនិងការសាងអំពើរបស់ខ្លួនឡើយដូច្នេះសំលើកទឹកចិត្តឲ្យយើងម្នាក់ៗខិតខំស្វែងរកសេចក្តីពិតប្រកាន់ខ្ជាប់នៅការធ្វើការល្អរស់នៅក្នុងសេចក្តីស្រឡាញ់និងការបន្ទាបខ្លួនជានិច្ចតាមរយៈការតាំងចិត្តរស់នៅក្នុងពន្លឺនិងធ្វើការល្អចំពោះគ្នាទៅវិញទៅមកយើងនឹងមានកម្លាំងមាំមួនក្នុងការជៀសផុតពីអន្ទាក់នៃការលបងផ្សេងៗនិងទទួលបានភាពស្ងប់ស្ងាត់ពិតប្រាកដក្នុងជីវិតអាមែនសូមព្រះប្រទានពរ